បារាំងថាការប្រើកម្លាំងបង្ខំបើកច្រកសមុទ្រហូម៉ូសជារឿងមិនសមហេតុផលមេដឹកនាំបារាំងនិយាយថាវាមិនសមហេតុផលទេក្នុងការប្រើប្រាស់ប្រតិបត្តិការយោធាដើម្បីបង្ខំឲ្យបើកច្រកសមុទ្រហូម៉ូសឡើងវិញក្រោយប្រធានាធិបតីដូណាល់ត្រាំជំរុញឲ្យសម្ព័ន្ធមិត្តរួមគ្នាឆ្ពោះទៅទីនោះដើម្បីធ្វើបែបនេះការអះអាងរបស់ប្រធានាធិបតីបារាំងកើតឡើងស្របពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ាចាប់តាំងពីថ្ងៃទី28 ខែកុម្ភៈការស្លាប់ទាំងនោះគឺដោយសារអាមេរិកអ៊ីស្រាអែលរួមគ្នាវាយប្រហារអ៊ីរ៉ង់ដែលបង្កឲ្យមានការសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលមូលដ្ឋានទៅអាមេរិកនិងបណ្ដារដ្ឋក្នុងតំបន់ឈូងសមុទ្រព្រមទាំងលីបង់បើតាម Straits Times ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃប្រហ័សបានប្រាប់អ្នកសារព័ត៌មានអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងថាអ្នកខ្លះនិយាយថាការការពារគំនិតបើកច្រកសមុទ្រហូម៉ូសដោយកម្លាំងតាមរយៈប្រតិបត្តិការយោធារបស់អាមេរិកប៉ុន្តែលោកថារឿងនេះពុំធ្លាប់ជាជំរឿដែលយើងគាំទ្រទេព្រោះវាមិនប្រកបនិយមនិងមិនសមហេតុសមផលទេវានឹងចំណាយពេលយូរហើយមានតែធ្វើឲ្យអ្នកដែលឆ្លងកាត់ច្រកសមុទ្រប្រឈមហានិភ័យពីអ៊ីរ៉ង់ហើយប្រឈមមុខទៅនឹងមីស៊ីលប្លង់ផងដែរលោកម៉ាក្រុងក៏បានធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបសម្ព័ន្ធមិត្តដទៃទៀតដើម្បីកសាងសម្ព័ន្ធភាពមួយសម្ដៅការធានាឆ្លងកាត់ដោយសេរីតាមរយៈច្រកសមុទ្រហូម៉ូសនៅពេលដែលអរិភាពត្រូវបានបញ្ចប់បាននិយាយថារឿងនេះអាចធ្វើបានតាមរយៈការចរចាជាមួយអ៊ីរ៉ង់តែប៉ុណ្ណោះ